កក្កដានេះដើម្បីផ្ដល់សក្ខីកម្មអំពីអ្វីដែលលោកនឹងត្រូវបំពេញពេលដែលលោកអញ្ជើញទៅបំពេញបេសកកម្មនៅក្នុងប្រទេសកម្ពុជាណាបាទមានវែងមានសន្តកថាបើករបស់លោកផងដែរប៉ុន្តែខ្ញុំសូមដកសងតែវីដេអូនេះពីការផ្ដល់សក្ខីកម្មដែលសំណួរនឹងចម្លើយនៅពេលដែលលោកសមាជិកព្រឹទ្ធសភា Steve Eden បាទលោកបានសួរលោក Christopher Anderson អំពីបញ្ហា3ចំណុចបាទចា៎ឥឡូវសូមដកឃ្លាមួយមកជម្រាបជូនប្រិយមិត្តទាំងអស់គ្នាតាមសំណួរចម្លើយដែលខ្ញុំអត់បានបញ្ចូលសំឡេងមុនណាបាទអញ្ចឹងបាទគឺ In ASEAN's collaboration last year, we saw a peace agreement between Thailand and Cambodia that stopped a bloody border clash. You alluded to that in your testimony. Looking to the future, how do you see regional partnerships and forums as a platform for closer U.S. relations and regional stability across Southeast Asia? បាទសំណួរដំបូងនោះគឺលោកសមាជិកព្រឹទ្ធសភាដែនលោកបានសួរតាក់ទងជាមួយនឹងឥទ្ធិពលរបស់សហរដ្ឋអាមេរិកជាពិសេសតាមអ្នកលោកត្រាំដែលបានចូលរួមជួយទប់ស្កាត់ការចំនួនរវាងកម្ពុជាហើយនិងថៃបាទដូច្នេះអ្វីទៅតែជាការដែលលោកឯករដ្ឋទូតរំពឹងថានឹងធ្វើការនៅក្នុងតំបន់បាទតំបន់អាស៊ានកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ហ្នឹងតើធ្វើយ៉ាងម៉េចដើម្បីឲ្យបានរីចម្រើននៅក្នុងទំនាក់ទំនងជាមួយនឹងសហរដ្ឋអាមេរិកណាបាទនេះគឺជាសំណួរបើកសំណួរទូទៅសិនទេបាទសំណួរទូទៅសិនទេបាទនេះគឺជាចម្លើយរបស់លោកបេក្ខជនឯករដ្ឋទូតរបស់សហរដ្ឋអាមេរិកសម្រាប់ប្រទេសកម្ពុជាគឺលោក Christopher Anderson Thank you for that question, Senator, and thank you for the kind introduction. I think that's a great question that honestly not only the U.S. but also our regional allies in the area are asking. Obviously, ASEAN is a significant regional partner, and I look forward to working with Ambassador Kim to really advance those priorities. But as we look to a larger spectrum of the tools in the toolbox in the region, I think one of the most prominent is the Mekong-U.S. partnership. បាទគឺលោកបានឆ្លើយដំបូងថាសូមអរគុណចំពោះសំណួរនោះលោកចំពោះលោកសមាជិកព្រឹទ្ធសភាដែនហើយលោកថាអរគុណចំពោះការដែលលោកថ្លែងសន្តកថាបើកដូចជាសរសើរលោកបេក្ខជនឯករដ្ឋទូតណាបាទលោកថាសំណួរហ្នឹងជាសំណួរដ៏អស្ចារ្យដែលមិនត្រឹមតែសហរដ្ឋអាមេរិកតែប៉ុណ្ណោះទេបាទដែលចង់ដឹងសូម្បីតែសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់បាទក៏ចង់ដឹងផងដែរបាទលោកថាជាក់ស្ដែងនៅក្នុងអាស៊ានគឺជាដៃគូសហតំបន់ដ៏សំខាន់មួយរបស់សហរដ្ឋអាមេរិកហើយលោកទន្ទឹងរង់ចាំធ្វើការជាមួយនឹងលោកឯករដ្ឋទូតគឹមដែលទទួលបន្ទុកខាងអាស៊ានដើម្បីជំរុញអធិភាពនោះឲ្យកាន់តែរីកចម្រើនប៉ុន្តែលោកថាបើសិនជាកលេចមើលឧបករណ៍ដែលមានជាច្រើននៅក្នុងតំបន់គឺថាឧបករណ៍មួយក្នុងចំណោមឧបករណ៍ដែលលេចធ្លោនោះគឺភាពជាដៃគូបេកុងនិងសហរដ្ឋអាមេរិក It's a regional platform that embraces economic and natural resource cooperation amongst the five countries of the Mekong region. We're seeing that kind of blossom include some joint ventures with Japan. And leveraging that, I think, is a great opportunity to really give the region a shot in the arm that right now and capitalize on the optimism that is currently there. បាទបន្តទៀតនោះគឺលោកថាវេទិកាហ្នឹងវាគឺជាវេទិកាក្នុងតំបន់បាទគឺដែលជាវេទិកាក្នុងតំបន់មួយដែលអបប្រសោបយកនៅកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងធនធានធម្មជាតិក្នុងចំណោមប្រទេសទាំង5នៅក្នុងតំបន់មេគង្គហើយលោកយល់ថាវាកំពុងតែមានការរីកចម្រើនតាមលោកមើលឃើញគឺកំពុងតែមានការរីកចម្រើនបាទហើយមានការបណ្ដាក់ទុនរួមគ្នាបាទនឹងធ្វើការរួមគ្នាជាមួយនឹងជប៉ុនហើយនឹងការតាក់ទាញអត្ថប្រយោជន៍ដែលលោកគិតថាវាជាឱកាសដ៏ល្អមួយដើម្បីផ្ដល់ឲ្យតំបន់នេះនៅឱកាសមួយនៅពេលនេះនឹងទាញយកអត្ថប្រយោជន៍ពីសុទិដ្ឋិនិយមនាពេលបច្ចុប្បន្ននេះបាទនេះជាចម្លើយចំពោះសំណួរទី1អញ្ចឹងសូមបើកវងកញ្ចក់បន្តិចប្រិយមិត្តណាចូលនៅក្នុង show ខ្ញុំយូរហើយនឹងខ្ញុំបានប្រាប់ទៀតថា
នៅក្នុងពេលដែលទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងកម្ពុជាហាក់ដូចជាតានតឹងក៏ប៉ុន្តែច្រកមួយដែលកម្ពុជាបើកឲ្យសហរដ្ឋអាមេរិកធ្វើការជាមួយនោះគឺទំនាក់ទំនងនៅខាងទន្លេមេគង្គនេះឯងបាទហ្នឹងហើយអ្នកណាជួបក្នុង show ខ្ញុំតាំងពីដើមមកបែរជានៅចាំពីនឹងខ្ញុំធ្លាប់បានបញ្យល់យូរមកហើយឥឡូវនេះលោកអគ្គរដ្ឋទូតលោកបានលើកឡើងនៅចំណុចហ្នឹងចឹងសូមប្រិមិត្តចងចាំណាចងចាំចំណុចនេះដែលជាចំណុចមានដែលកម្ពុជាទោះបីជាមានភាពតានតឹងយ៉ាងម៉េចធ្វើការល្អជាមួយនឹងសហរដ្ឋអាមេរិកជាប់ជាប្រចាំចឹងហើយបានខ្ញុំពង្រៀនប្រិមិត្តឲ្យរៀនមើលបញ្ហាកុំមើលតែជ្រុងសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យឬក៏ទំនាក់ទំនងយោធាហ្នឹងទៅមើលរូបភាពទាំងមូលតែម្ដងចឹងឥឡូវចំណុចនេះ highlight ជូនប្រិមិត្តឲ្យបានដឹងហើយសូមចងចាំរបៀបវាតម្លៃសភាពការជាមួយនឹងសហរដ្ឋអាមេរិកបាទ Earlier this year, the USS Cincinnati visited Cambodia's Ream Naval Base. The visit was intended to strengthen the mill-to-mill ties and reaffirm U.S. access to the port following its Chinese-funded expansion. It was a promising moment in our military ties with a critical Southeast Asia country. Mr. Anderson, how do you foresee the future of U.S.-Cambodia security cooperation? បាទសំណួរនេះសំខាន់ណាស់ប្រិមិត្តគឺលោកឯកសំទោសលោកសមាជិកប្រសិទ្ធភាពដែនលោកបានសួរថាកាលពីដើមឆ្នាំនេះគឺនាវាចម្បាំងរបស់សហរដ្ឋអាមេរិកដែលមានឈ្មោះថា USS Cincinnati បានទៅទស្សនានៅមូលដ្ឋានទ័ពជើងទឹករៀមរបស់កម្ពុជាណាហើយលោកចាត់ទុកថាដំណើរទស្សនកិច្ចនេះគឺមានបំណងពង្រឹងទំនាក់ទំនងយោធានិងបានបញ្ជាក់ជាថ្មីអំពីការចូលប្រើប្រាស់កំពង់ផែរបស់កម្ពុជាដោយយោធារបស់សហរដ្ឋអាមេរិកបន្ទាប់ពីកំពង់ផែនោះបានពង្រីកបាទដែលផ្ដល់មូលនិធិដោយប្រទេសចិនហើយលោកសមាជិកប្រសិទ្ធភាពវាតម្លៃថាវាគឺជាពេលវេលាដ៏ជោគជ័យមួយនៅក្នុងទំនាក់ទំនងយោធារបស់សហរដ្ឋអាមេរិកជាមួយនឹងប្រទេសកម្ពុជាបាទដែលជាប្រទេសដ៏សំខាន់មួយដូច្នេះអ្វីដែលលោកចង់ដឹងថាតើលោកឯកអគ្គរដ្ឋទូតតើមើលឃើញយ៉ាងណាដែរអំពីអនាគតនៃកិច្ចសហប្រតិបត្តិការសន្តិសុខរវាងសហរដ្ឋអាមេរិកនិងកម្ពុជាយ៉ាងដូចម្តេចគឺបានទំនាក់ទំនងរវាងយោធានិងយោធានឹងតើយ៉ាងម៉េចបាទតើលោកឯកអគ្គរដ្ឋទូតលោកឆ្លើយថាយ៉ាងម៉េចដែរបាទ Again, thank you, sir. And I can't emphasize that this is, again, a question that our allies, specifically Five Eyes countries, are asking about the region. Obviously, Hun Manet has said that Ream Naval Base is open to all friendly nations, yet most countries around the globe still question whether that is a reality. I think the first part of answering your question is engagement. បាទសូមបកប្រែវគ្គទី1គឺលោកបានឆ្លើយថាគឺលោកមិនអាចសង្កត់ធ្ងន់អស់នៅអ្វីដែលជាសារៈសំខាន់នៃសំណួរនេះទេដែលលោកចាត់ទុកថានេះមិនមែនត្រឹមតែជាសំណួររបស់លោកសមាជិកព្រឹទ្ធសភាទេវាជាសំណួរដែលសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកហ្នឹងបានសួរផងដែរជាពិសេសក្រុមប្រទេស Five Eyes បាទគឺប្រទេសដែលមានចូលរួមក្នុងការចែករំលែកចារកម្មជាមួយគ្នាណាបាទគឺមានអង់គ្លេសមានអូស្ត្រាលីជាដើមនោះបាទហើយបាទគឺគាត់ថាខាងបណ្ដាក្រុមប្រទេសទាំងនោះក៏បានសួរសំណួរអំពីតំបន់នេះដូចគ្នាអញ្ចឹងដែរហើយជាក់ស្ដែងគឺលោកហ៊ុនម៉ាណែតបាននិយាយថាមូលដ្ឋានទ័ពជើងទឹករៀមគឺបើកចំហសម្រាប់ប្រទេសជាមិត្តទាំងអស់ប៉ុន្តែបើទោះបីជាខាងកម្ពុជាបាននិយាយអញ្ចឹងលោកបាននិយាយថាប្រទេសភាគច្រើននៅជុំវិញពិភពលោកនៅតែចោទជាសំណួរថាការដែលមេដឹកនាំកម្ពុជានិយាយថាតើវាជារឿងពិតឬអត់បាទដូច្នេះអ្វីដែលជាការដែលលោកចង់ធ្វើគឺថាដំបូងគឺត្រូវជាការឆ្លើយនឹងសំណួររបស់លោកសមាជិកព្រឹទ្ធសភានោះគឺត្រូវធ្វើការចូលរួមបាទចូលរួមជាមួយនឹងកម្ពុជាគឺបានមិនមែនដកខ្លួនឲ្យនៅឆ្ងាយនោះទេ How to lean forward into conversations with the government and then looking forward at how to pursue those partnerships in an incremental, measured way as we match it with productivity on increasing the U.S. bilateral ties. So seeing things move forward together, not just pushing an investment and then hoping for change on the back end. បាទគាត់ថាដូច្នេះអំណេះតទៅមុខទៀតនោះគឺទៅចូលរួមនៅក្នុងការសន្ទនា
ជាមួយនឹងរដ្ឋាភិបាលកម្ពុជាបានន័យថាធ្វើការជាមួយគ្នានិយាយគ្នាទៅវិញទៅមកគឺមិនដែលចេញពីគ្នាហើយបន្ទាប់មកគឺបាទគឺយើងរំពឹងថារងចាំថាតើត្រូវធ្វើយ៉ាងណាបន្តភាពជាដៃគូបាទទាំងនោះតាមរបៀបដែលបង្កើនកិច្ចការហ្នឹងគឺបន្តិចម្ដងដែលមានការគុណគូពិចារណាទៅតាមជាជំហានតើល្អដល់ណាយើងទៅធ្វើម៉េចតជាបន្តទៀតហើយនៅពេលដែលយើងគេថាគូផ្គងជាមួយនឹងផលិតភាពបាទគឺបានថាលទ្ធផលនៃការទំនាក់ទំនងទ្វេភាគីជាមួយនឹងសហរដ្ឋអាមេរិកបាទអញ្ចឹងបានន័យថាវាជាជំហាននៅក្នុងការធ្វើការជាមួយនឹងកម្ពុជាបាទដូច្នេះគឺអ្វីដែលជាការរីកចម្រើនដែលមើលឃើញជាមួយគ្នាគឺមិនមែនគ្រាន់តែជាការមួយដែលដាក់ទុនវិនិយោគឬក៏ការធ្វើកិច្ចការនឹងម្ដងហើយរំពឹងថាអូថ្ងៃក្រោយទៅលទ្ធផលនឹងល្អទេបាទគឺអ្វីដែលលោកចង់មានប្រសាសន៍ចង់សម្ដៅថាពេលដែលទៅទស្សនាកំពង់ផែរៀមម្ដងអញ្ចឹងហើយចាប់ទៅបានម្ដងហើយគឺល្អហើយមិនទេលោកថាបើបានទៅម្ដងអញ្ចឹងហើយគឺបានន័យថាអាចនឹងធ្វើការងារជាបន្តតទៅទៀតដោយដែលអ្វីដែលសហរដ្ឋអាមេរិកបានធ្វើនោះគឺមានការធ្វើសមយុទ្ធយោធាជាមួយគ្នាឡើងវិញបាទបើធ្វើជាមួយគ្នាទៅលទ្ធផលល្អទៅអាចនឹងមើលបន្ថែមទៀតទៅលើកិច្ចការមួយចំនួនទៀតដែលមានការហាត់វឹកវើបញ្ជូនទីហ៊ានរៀនសូត្ររៀនអីហ្នឹងបាទដែលខាងសហរដ្ឋអាមេរិកមានផែនការនាពេលកន្លងមកផងដែរបាទហើយចំនួនចុងក្រោយគឺតាក់ទងជាមួយហ្នឹងបាទតើត្រូវធ្វើយ៉ាងម៉េចសម្រាប់ប្រទេសកម្ពុជាដែលជាអតិភិបរបស់លោកនោះបាទ U.S. investment in Cambodia, frankly, has been limited, especially when compared to its neighbors in Vietnam and Thailand. Economic ties have been so important, such a part of driving U.S. relations in Southeast Asia, but we haven't quite found major success yet where you're headed, if confirmed, to Cambodia. Mr. Anderson, can you talk a little bit about why the investment climate in Cambodia has historically been difficult, as well as how you would work to bring more U.S. business investment into the country? បាទនេះជាសំណួរសំខាន់ប្រិមិត្តដែលតាក់ទងជាមួយនឹងអ្វីដែលជាតែងតែជាគោលដៅរបស់សហរដ្ឋអាមេរិកនេះគឺបរិយាកាសនៃការវិនិយោគពាណិជ្ជកម្មបាទលោកដេនលោកបានមានប្រសាសន៍ថាបើប្រៀបធៀបជាមួយនឹងប្រទេសវៀតណាមប្រទេសថៃហ្នឹងគឺការដែលសហរដ្ឋអាមេរិកទៅវិនិយោគនៅទីនោះដូចជាមានលក្ខណៈបើកទូលំទូលាយល្អជាងបាទនៅប្រទេសកម្ពុជាហ្នឹងគឺមានលក្ខណៈដូចថាលំបាកហើយជាតាមធម្មតាការវិនិយោគទៅក្រៅប្រទេសនោះវាជាឆ្អឹងខ្នងដ៏សំខាន់មួយរបស់សហរដ្ឋអាមេរិកនៅក្នុងការធ្វើការជាមួយប្រទេសនានាអញ្ចឹងតើលោក Ambassador បាទលោកឯកអគ្គរដ្ឋទូតនឹងមានផែនការយ៉ាងណាដើម្បីដូចថាបើកទីផ្សាររបស់កម្ពុជានឹងឲ្យទទួលការវិនិយោគទុនពីសហរដ្ឋអាមេរិកតទៅទៀតបាទដូច្នេះគឺលោកចង់ឲ្យមានការបំបែកនៅឧបសគ្គដែលមានពេលបច្ចុប្បន្នដែលនៅតែដូចថាមិនទាន់បានទូលំទូលាយបាទ Yes, thank you, sir. Top priorities for me, if confirmed, would be scam centers, economic and security cooperation, and regional frameworks. The economic aspect that you hit on here is firmly within that second priority. Through all of my years of service, I've noticed that not just governments, but private business desired stable outlooks and predictability. Cambodia historically has not had that predictable nature. I mean, that's proven by just the U.S. government-to-government relationship that has ebbed and flowed over the years. បាទចម្លើយរបស់លោក Christopher Anderson គឺលោកបានបញ្ជាក់ថាអតិភិបចម្បងសម្រាប់លោកប្រសិនបើលោកទៅបានអនុម័តយល់ព្រមឲ្យក្លាយទៅជាឯកអគ្គរដ្ឋទូតរបស់សហរដ្ឋអាមេរិកប្រចាំនៅកម្ពុជានេះគឺលោកផ្ដោតដំបូងគឺមជ្ឈមណ្ឌលបោកប្រាស់ scam center ណាបាទហើយនឹងទៅធ្វើយ៉ាងណាឲ្យមានកិច្ចសហប្រតិបត្តិការខាងផ្នែកសេដ្ឋកិច្ចហើយនឹងសន្តិសុខនិងក្របខ័ណ្ឌនៅក្នុងតំបន់ផងដែរបាទហើយថាសំណួររបស់លោកសំណួររបស់សមាជិកព្រឹទ្ធសភានេះគឺចំទៅលើអតិភិបទី2របស់លោកគឺខាងសេដ្ឋកិច្ចបាទលោកបានលើកឡើងនៅប្រវត្តិការងាររបស់លោកថាពេញមួយអាជីពការងាររបស់លោកដែលបានចំណាយពេលអស់ជាច្រើនឆ្នាំមកនេះគឺលោកបានកត់សម្គាល់ឃើញថាមិនត្រឹមតែខាងរដ្ឋាភិបាលប៉ុណ្ណោះទេដែលចង់ដឹងដូចដែលលោក
សមាជិកប្រសិទ្ធិបានលើកឡើងនេះគឺសូម្បីតែក្រុមហ៊ុនបាទក្រុមហ៊ុនខាងឯកជនក៏ចង់បានទស្សនវិស័យមួយដែលមានស្ថិរភាពនិងអាចព្យាករបានដែរបាទហើយលោកថាជាប្រវត្តិសាស្ត្រគឺប្រទេសកម្ពុជាមិនទាន់មានលក្ខណៈបាទដែលអាចនឹងព្យាករបាននៅឡើយទេបាទគឺបានន័យថាគឺទំនងជាមួយនឹងរដ្ឋាភិបាលរវាងសហរដ្ឋអាមេរិកនិងក្នុងកម្ពុជានឹងបានថយចុះក្នុងរយៈពេលជាច្រើនឆ្នាំមកនេះបាទ The goal would be to work together, again, engagement with Cambodia to provide a predictable outlook for the future and then leverage some of the things that President Trump has recently done. The agreement on reciprocal trade, the Open Skies Agreement and other aspects are tools to propel us to encourage not only U.S. but global investment into Cambodia. បាទលោកថាដូច្នេះគឺគោលបំណងគោលដៅដែលលោកនឹងធ្វើគឺធ្វើការរួមគ្នាជាមួយនឹងកម្ពុជាលោកប្រាប់វាថា engagement បានន័យថាគឺធ្វើការរួមមុខគ្នាធ្វើការជាមួយគ្នាមិនមែនដើរចេញពីគ្នាទេបាទមានរឿងអីទៅអង្គុយតុកជាមួយគ្នាធ្វើការជាមួយគ្នាជាមួយនឹងកម្ពុជានឹងតែម្ដងដើម្បីផ្ដល់នៅទស្សនវិស័យដែលអាចព្យាករបានសម្រាប់អនាគតហើយបន្ទាប់មកទាញយកអត្ថប្រយោជន៍ពីរឿងមួយចំនួនឬក៏កិច្ចការមួយចំនួនដែលលោកប្រធានាធិបតី Donald Trump បានធ្វើរួចមកហើយនាពេលថ្មីនេះគឺទៅលើកិច្ចព្រមព្រៀងស្ដីពីពាណិជ្ជកម្មលើពន្ធបដិការនោះពាណិជ្ជកម្មរវាងកម្ពុជានិងសហរដ្ឋអាមេរិកដែលបានតម្លើងពន្ធប៉ុន្មានថ្ងៃមុននោះបាទហើយនឹងក៏មានកិច្ចព្រមព្រៀងស្ដីពីជើងមេឃបើកចំហដែលចាំទេប្រិមិត្តដែលទើបតែចុះហត្ថលេខាកាលពីប្រហែលសប្តាហ៍មុនអំពីការហោះហើរដោយផ្ទាល់ពីសហរដ្ឋអាមេរិកទៅកម្ពុជាណាបាទដូច្នេះលោកថានេះគឺជាសក្តានុពលដែលយើងយកមកប្រើហើយក៏មានទស្សនវិជ្ជាផ្សេងទៀតបាទដែលនឹងមានគឺដើម្បីធ្វើជាឧបករណ៍យ៉ាងណាជំរុញឲ្យហើយនឹងលើកទឹកចិត្តមិនត្រឹមតែសហរដ្ឋអាមេរិកទេលោកថាដែលទៅវិនិយោគនៅក្នុងប្រទេសកម្ពុជាគឺមានទាំងបណ្ដាប្រទេសផ្សេងទៀតនៅក្នុងសកលលោកទៅចូលទៅក្នុងប្រទេសកម្ពុជាផងដែរបាទអញ្ចឹងគឺបានន័យថាខាងបេសកកម្មរបស់លោកគឺនឹងប្រើប្រាស់នៅសក្តានុពលដែលមានរួចមកហើយរវាងកម្ពុជាជាមួយនឹងសហរដ្ឋអាមេរិកហើយនឹងស្វែងរកសក្តានុពលបន្ថែមទៀតបាទអញ្ចឹងនេះគឺជាចំណុចសំខាន់មួយដែលនៃការផ្ដល់សក្ខីកម្មរបស់លោក Christopher Anderson បាទមានសមាជិកប្រសិទ្ធភាពផ្សេងទៀតបានសួរដែរប៉ុន្តែចំណុចនេះមួយខ្ញុំឃើញមានសារៈសំខាន់ចឹងខ្ញុំដកស្រង់មកជម្រាបជូនប្រិយមិត្តហើយក៏មានសន្ទរកថាបើករបស់លោក Anderson ផងដែរពេលដែលលោកបានអានសន្ទរកថាបើកថាតើលោកនឹងធ្វើអ្វីបន្ថែមទៀតក៏ប៉ុន្តែតាមធម្មតាការចោទសួរសំណួរនេះគឺវាមានលក្ខណៈសំខាន់អញ្ចឹងហើយបានជាខ្ញុំដកស្រង់មកសំណួរនេះអញ្ចឹងបានបង្ហាញនៅអ្វីដែលមាននៅក្នុងផ្នត់គំនិតរបស់លោក Christopher Anderson បើសិនជាលោកចូលកាន់តំណែងជាឯកអគ្គរដ្ឋទូតរបស់សហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជាបាទអញ្ចឹងសូមអរគុណប្រិយមិត្តច្រើនណាបាទសូមអរគុណប្រិយមិត្តច្រើនដែលចូលមកស្ដាប់ការចែករំលែកថ្ងៃនេះមិនច្រើនទេគឺព័ត៌មានមួយទៀតហ្នឹងគឺខាងបញ្ជាការកណ្ដាលរបស់សហរដ្ឋអាមេរិកបានបញ្ជាក់ឲ្យដឹងថាខ្លួនបានបើកប្រតិបត្តិការវាយប្រហារថ្ងៃទី8ផងដែរទៅលើគោលដៅនានានៅក្នុងប្រទេសអ៊ីរ៉ង់ដើម្បីជាការសងសឹកចំពោះអ៊ីរ៉ង់ដែលបានវាយប្រហារមកលើមូលដ្ឋានយោធារបស់សហរដ្ឋអាមេរិកនៅប្រទេសយ៉ូដានីបាទអញ្ចឹងខ្ញុំសូមបញ្ជូនព័ត៌មានដែលក្រៀមក្រំនេះទេនៅថ្ងៃអាទិត្យនេះបាទសូមជូនតែប៉ុណ្ណឹងបាទអញ្ចឹងសូមអរគុណប្រិយមិត្តណាបាទអរគុណប្រិយមិត្តដែលបានចូលមកស្ដាប់បាទឥឡូវសូមជម្រាបលាមុននឹងជម្រាបលាសូមទទួលស្គាល់ acknowledge ប្រិយមិត្តមួយចំនួនបាទ Baby Small លោកចម្រើនរត់ចូលហើយលោកគីលឹមមកគឺលើបានចូលដែរបាទ Baby Small លោកពូបានដឹងរឿងលោកបណ្ឌិតម្នាក់នៅក្នុងស្រុកដែលកំពុងល្បីរឿងមហាជនរិះគន់យ៉ាងនោះដែលគាត់វិភាគរឿងយោធាបង្អាប់ខ្មែរតែសរសើរសៀមបាទខ្ញុំសោកស្ដាយដែរខ្ញុំឮសូរអ្វីដែលគាត់និយាយហ្នឹងគឺបាទគាត់និយាយហ្នឹងគឺសម្រាប់ខ្ញុំមិនមែនជាបណ្ឌិតទេបាទបណ្ឌិតដែលមានចំណេះដឹងខ្ពង់ខ្ពស់គេអត់និយាយបែបហ្នឹងទេបាទរឿងកិច្ចការខ្លះយើងដឹងមកកណាត់យើងមិនទៅទាញការសន្និដ្ឋានទូទៅដោយគាត់និយាយនោះទេបាទនិយាយចេញមក
គាត់របៀបមិនដែរប៉ុន្តែសម្ដីគាត់ដូចក្មេងៗនៅត្រឹម high school ដែលគាត់និយាយឲ្យមកគេអង់គ្លេសគេថា hyper និយាយមកដូចរំភើបខ្មាស់ខ្នែងបាទនៅក្នុងទស្សនវិជ្ជាផ្លូវច្បាប់ក្តីផ្លូវយោធាក្តីផ្លូវការទូតក្តីយើងមិនអាចវិតម្លៃតែម្នាក់ឯងដោយយកគេហៅថាfactor គឺកត្តាដែលលោកមកវិតម្លៃតាមរយៈអ្នកនេះចេះប៉ុណ្ណេះអ្នកនោះចេះប៉ុណ្ណោះមនុស្សនៅស្រុកមួយអ្នកឯងចង់ចេះអ្នកបណ្ឌិត2លានអ្នកក៏ដោយនៅស្រុកខ្មែរបណ្ឌិតតែ5អ្នកក៏ដោយពេលដែលទៅពិភាក្សាគ្នាហ្នឹងគឺ numbers doesn't count តួលេខចំនួនអ្នកចេះច្រើនអត់សំខាន់ទេសំខាន់គឺមនុស្សនឹងអាចនិយាយចំពោះកិច្ចការនឹងបានប៉ុណ្ណាប៉ុន្តែឃើញគាត់យកតួលេខមកផ្គុំគ្នាអានេះបណ្ឌិតច្រើនជាងខ្លាំងជាងមិនមែនទេគេមិននិយាយចឹងទេបាទគេយកខ្លឹមសារនឹងការងារដែលធ្វើហើយមិនដឹងជាគាត់ឈរលើកត្តាអីដែលវាតម្លៃទៅដល់លើកត្តាការទូតបរាជ័យគ្រប់ទាំងអស់ខ្ញុំអាចនិយាយបានថាអ្វីដែលគាត់និយាយហ្នឹងគឺសំទោសខ្ញុំប្រើពាក្យធ្ងន់តិច childish ហ្នឹងគឺបានន័យថាដូចកូនក្មេងហ្នឹងដូចកូនក្មេងទៅ high school និយាយតាមអារម្មណ៍អត់មានមូលដ្ឋានពិតឈរនៅក្នុងនោះបើខ្ញុំដឹងពីរឿងកិច្ចការទូតហើយនឹងរយៈដំណើរទៅខ្មែរប្រហែលថ្ងៃដែលខ្ញុំបានដឹងរឿងកិច្ចការយោធាខ្លះទៀតហ្នឹងគឺខុសពីគាត់និយាយហ្នឹងគឺ180អង្សាតែ degree តែម្ដងបាទសោកស្ដាយដែលមានបណ្ឌិតដែលបែបហ្នឹងនៅស្រុកខ្មែរអញ្ចឹងហើយបានយើងវាមិនអាចនឹងរីកចម្រើនបានគឺគួរតែគោរពងារបណ្ឌិតនឹងឲ្យវាច្បាស់លាស់ផងគឺមិនមែននិយាយប្រភ្លេចប្រភ្លោចអញ្ចឹងបានទេងាប់ហើយធ្វើរឹកអីពាក្យសម្ដីអីនិយាយឲ្យវាស័ក្តិសមជាបណ្ឌិតបន្តិចទៅងាប់ហើយនិយាយអត់ស័ក្តិសមដូចកូនក្មេងហ្នឹងនិយាយដូចកូនក្មេងមើលទៅងាប់ហើយមិនទេបាទអត់និយាយរួមអ្វីដែលគាត់និយាយនឹង childish មែនតើដូចកូនក្មេងមែនតើបាទខ្ញុំមិនចង់ធ្វើអត្ថាធិប្បាយទេប៉ុន្តែខ្ញុំមើលទៅវា is too much និយាយបាទបើធនធានប្រទេសមួយមានមនុស្សបែបដូចគាត់នឹងធ្វើការងាប់ហើយថៃអង្គុយផ្ទះដៃផ្ទះគូតសាយងាប់ហើយបាទអរគុណbaby small គាត់ថាឲ្យតែឈ្នះសៀមសប្បាយជាងប្រទេសដទៃទៀតឈៀនបុនបាទជំរាបសួរសម្បូរឈឿនបាទលោកស៊ីថាម្ចាស់ថ្លើមថ្លៃលោកស៊ីថាបែកប្រមាណតាំងពីមុនទៅខ្មែររហូតមកវិញលោកស៊ីថាគិតខ្ញុំរហូតឲ្យងរឹងសន្យាថាឲ្យងរឹងមួយសម្រាប់មកផ្ទះគាត់ដល់ពេលទៅដល់ខ្មែរគិតឲ្យឈឹងហ្មងបាទទំនេរចំថ្ងៃខ្ញុំរវល់គាត់ថាទំនេរចំមួយថ្ងៃខ្ញុំកំពុងជីយន្តហោះទៅលោកស៊ីថានិយាយលេងលោកស៊ីថាអរគុណច្រើនបាទអរគុណប្រិមិត្តបាទអរគុណប្រិមិត្តច្រើនដែលបានចូលមកនិយាយសំណេះសំណាលបាទសូមជម្រាបលាបាទសូមជម្រាបលាសូមអរគុណហើយកុំភ្លេចមើលបាល់ផងយកខាងណាខ្ញុំយកខាងអាសង់ទីនបាទល្ងាចជួបគ្នាយើងពិភាក្សាគ្នាថាអ្នកណាជោគជ័យក្រុមអ្នកណាជោគជ័យបាទអរគុណ